ប្រវត្តិទិវានារីអន្តរជាតិ International Women's Day ទិវានារីអន្តរជាតិ International Women's Day ឆ្នាំនេះគឺជាខួបលើកទី114ហើយទិវានេះតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី8ខែមិនិនាដើម្បីរំលឹកទៅដល់សមិទ្ធផលនៃការតស៊ូរបស់ស្ត្រីនិងការលើកកម្ពស់សមភាព Gender ការពង្រឹងសិទ្ធិស្ត្រីទូទាំងពិភពលោកក្នុងការស្វែងរកសិទ្ធិស្មើភាពគ្នាយុត្តិធម៌និងការអភិវឌ្ឍសង្គមប្រវត្តិទិវានារីអន្តរជាតិ International Women's Day មានឫសគល់តាំងពីចុងសតវត្សទី19និងដើមសតវត្សទី20ជាពេលដែលចលនាស្ត្រីបានចាប់ផ្ដើមកើតឡើងដើម្បីទាមទារសិទ្ធិនយោបាយសេដ្ឋកិច្ចនិងសង្គមទិវានារីអន្តរជាតិ International Women's Day ដែលហៅកាត់ថា IWD មានប្រវត្តិដ៏យូរលង់ណាស់មកហើយនិងជាព្រឹត្តិការណ៍ដែលបានឆ្លុះបញ្ចាំងពីការតស៊ូដើម្បីសមភាព Gender និងសិទ្ធិស្ត្រីហើយខាងក្រោមនេះគឺជាទស្សនវិជ្ជាទូទៅនិងប្រវត្តិរបស់ទិវានារីអន្តរជាតិ International Women's Day ដែលមាន4ចំណុចធំៗបាទអញ្ចឹងខ្ញុំសូមធ្វើការអានជូន1កំណើតនៃទិវានារីអន្តរជាតិឆ្នាំ1908ចលនាដើម្បីសិទ្ធិស្ត្រីបានចាប់ផ្ដើមឡើងនៅសហរដ្ឋអាមេរិកនៅពេលដែលស្ត្រីប្រមាណជា 15,000 នាក់បានដង្ហែក្បួននៅទីក្រុងញូវយ៉កដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរប្រាក់ឈ្នួលសមរម្យនិងសិទ្ធិបោះឆ្នោតនេះជាចំណុចចាប់ផ្ដើមសំខាន់មួយឆ្នាំ1909ទិវានារីអន្តរជាតិ International Women's Day លើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី28ខែកុម្ភៈដោយគណៈបក្សសង្គមនិយមអាមេរិកដែលវាសង់លេខថា Socialist Party of America 2. ការពង្រីកទៅជាអន្តរជាតិឆ្នាំ1910នៅក្នុងសន្និសីទអន្តរជាតិនៃស្ត្រីកម្មករនៅទីក្រុងកូប៉ែនហាកប្រទេសដាណឺម៉ាកលោកស្រី Clara Zetkin មេដឹកនាំស្ត្រីសង្គមនិយមអាល្លឺម៉ង់បានស្នើឲ្យបង្កើតទិវានារីអន្តរជាតិដើម្បីជំរុញការតស៊ូរបស់ស្ត្រីទូទាំងពិភពលោកសំណើនេះត្រូវបានអនុម័តដោយអ្នកចូលរួមជាង100នាក់មកពី17ប្រទេសផ្សេងគ្នានៅឆ្នាំ1911ទិវានារីអន្តរជាតិលើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី19ខែមិនិនានៅប្រទេសអូទ្រីសដាណឺម៉ាកអាល្លឺម៉ង់និងស្វីសមានស្ត្រីជាង1លាននាក់ចូលរួមដើម្បីទាមទារសិទ្ធិបោះឆ្នោតសិទ្ធិកាន់តំណែងសាធារណៈនិងបញ្ឈប់ការរើសអើងនៅក្នុងការងារ3ការកំណត់ថ្ងៃទី8ខែមិនិនាទៅជាទិវានារីអន្តរជាតិឆ្នាំ1917នៅប្រទេសរុស្ស៊ីស្ត្រីបានធ្វើកតកម្មនំប៉័ងនិងសន្តិភាពនៅថ្ងៃទី23ខែកុម្ភៈតាមប្រតិទិនជូលៀនដែលត្រូវនឹងថ្ងៃទី8ខែមិនិនាតាមប្រតិទិន Gregory កតកម្មនេះបានរួមចំណែកដល់ការផ្ដួលរលំរបបចក្រពត្តិនិងជាកត្តាជំរុញឲ្យថ្ងៃទី8ខែមិនិនាក្លាយទៅជាថ្ងៃសម្រាប់ទិវានារីអន្តរជាតិបន្ទាប់មកថ្ងៃនេះត្រូវបានទទួលស្គាល់ជាសកលនិងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ4ជាចំណុចចុងក្រោយការទទួលស្គាល់ដោយអង្គការសហប្រជាជាតិឆ្នាំ1975អង្គការសហប្រជាជាតិដែលហៅកាត់ថា UN បានចាប់ផ្ដើមទទួលស្គាល់ទិវានារីអន្តរជាតិជាផ្លូវការនិងបានកំណត់ប្រធានបទប្រចាំឆ្នាំដើម្បីផ្ដោតលើបញ្ហាសំខាន់ៗរបស់ស្ត្រីបាទអញ្ចឹងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់ដែលស្ដីអំពីប្រវត្តិទិវានារីអន្តរជាតិឬក៏ភាសាអង់គ្លេសថា International Women's Day បាទហើយជាចុងក្រោយក៏ជូនពរដល់ស្ត្រីឬក៏នារីទូទាំងពិភពលោកឲ្យជួបតែសំណាងល្អហើយសុខភាពល្អផងដែរបងប្អូនបាទហើយអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like share និង follow page ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទបាយបាយ